សួស្តីប្រិយមិត្តជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃហ្នឹងគឺយើងមកបន្តសាច់រឿងរបស់យើងទៀតហើយអញ្ចឹងតាំងពីវគ្គមុនមកយើងបានដឹងថាការប្រកួតអ៊ីប៉ូនិងអូស្មាហ្នឹងគឺពិតជាកក្រើកធ្វើឲ្យអ្នកទស្សនាហ្នឹងគឺហូរកញ្ជៀវខ្លាំងមែនតើហើយនៅក្នុងវគ្គនេះក៏ដូចគ្នាដែរពួកគេនៅតែបន្តវាយបដូរកណ្ដាប់ដៃគ្នាទៅវិញទៅមកត្រូវម្នាក់ម្ដាយបន្ទាប់ពីវាយហត់ពួកគេក៏បានឈរមើលមុខគ្នាបន្ទាប់ពីទឹកទី2នេះយើងបានឃើញថាកីឡាករទាំងពីរហ្នឹងគឺដូចជាអស់កម្លាំងរៀងៗខ្លួនហើយចំណែកឯអូស្មាវិញគាត់បាននិយាយថាពេលនេះគឺគាត់ទន់ជើងខ្លាំងមែនតើបើសិនជានៅតែបន្តបែបហ្នឹងទៀតគាត់ច្បាស់ជាចាញ់អ៊ីប៉ូជាមិនខាននោះឡើយចំណែកឯអ៊ីប៉ូវិញក៏ត្រូវគាត់វាយនឹងជាច្រើនណៃផងដែរស្ថានភាពរបស់អ៊ីប៉ូផ្ទាល់ហ្នឹងក៏មិនអាចទ្រាំបានយូរផងដែរចំណែកឯអ្នកទស្សនាវិញបាននិយាយថាគូប្រកួតមួយនេះគឺមិនអាចចប់ទឹកដោយការដាក់ពិន្ទុបាននោះឡើយអញ្ចឹងហើយមានតែម្ខាងគឺជាអ្នកដួលសន្លប់ហ្នឹងឯងទើបអាចរកអ្នកឈ្នះឃើញនៅឈុតបន្តពួកគេនៅតែបន្តបដូរកណ្ដាប់ដៃគ្នាអ៊ីប៉ូម៉ាត់ឆ្វេងអូស្មាម៉ាត់ស្ដាំចូលចំក្រាមុខដូចគ្នាប៉ុន្តែមួយសន្ទុះក្រោយមកយើងបានឃើញថាពេលនេះអូស្មាគឺមានប្រៀបជាងនឹងបានវាយបកទៅកាន់អ៊ីប៉ូហ្នឹងគឺត្រូវច្រើនដៃខ្លាំងមែនតើរហូតដល់ស៊ុបពើមួយដៃចុងក្រោយហករបស់អូស្មាបានផ្ដួលឲ្យអ៊ីប៉ូហ្នឹងដេកលើសៃវៀនអ្នកគ្រប់គ្នាពេលនេះក៏ដែរថាអ៊ីប៉ូច្បាស់ជាមិនអាចក្រោកឡើងបាននោះទេចំណែកឯអ៊ីប៉ូវិញក៏បានលួចកាត់នៅក្នុងចិត្តរបស់គាត់ផងដែរដោយគាត់បាននិយាយថាគាត់មិនអាចបោះបង់ការប្រកួតមួយនឹងចោលបាននោះឡើយពេលនេះគាត់គ្រាន់តែក្រោកឈរឡើងនោះគាត់នឹងមានឱកាសទៀតជាមិនខាននោះឡើយបន្ទាប់ពីគិតបែបនេះគាត់ក៏បានព្យាយាមក្រោកឈរឡើងវិញព្រមទាំងអាញាកណ្ដាលកំពុងតែរាប់អ្នកគ្រប់គ្នាដូចជាកាតាមូរ៉ាបូករួមទាំង The Master គឺពិតជាមានអារម្មណ៍ថាភ័យមែនតើព្រោះខ្លាចអ៊ីប៉ូចាញ់នៅក្នុងការប្រកួតមួយហ្នឹងបន្ទាប់ពីការព្យាយាមក្រោកឡើងមកប្រយុទ្ធបន្តទៀតយើងបានឃើញថាអ៊ីប៉ូគឺគាត់អាចរក្សាជំហររបស់គាត់ឡើងវិញអូស្មាគាត់ភ្ញាក់ផ្អើលខ្លាំងមែនតើហេតុអ្វីបានជាអ៊ីប៉ូហ្នឹងគឺអាចក្រោកឡើងបានតាមរយៈកណ្ដាប់ដៃហករបស់គាត់មួយទំហឹងប្រមាណដៃអំបញ្ញមិញហ្នឹងគូតែអ៊ីប៉ូហ្នឹងគឺលែងក្រោកឡើងរួចទៀតហើយចំណែកឯអ្នកគ្រប់គ្នាក៏បានស្រែកប្រាប់ឲ្យអូស្មាថាឲ្យអូស្មាហ្នឹងនៅឈរធ្វើទៀតហេតុអីមិនចូលវាជាមួយនឹងអ៊ីប៉ូព្រោះពេលនេះគូប្រកួតរបស់ឯងគឺអស់កម្លាំងខ្លាំងមែនតើហើយចំណែកឯអ៊ីប៉ូវិញក៏អត់បានបោះបង់នៅអ្វីដែលគាត់កើតនោះទេគាត់បានចូលទៅប្រឈមមុខជាមួយនឹងអូស្មាយ៉ាងក្លាហាននិងបានវាយបកទៅកាន់អូស្មាវិញយ៉ាងដំណំទៀតផងនៅពេលនោះអូស្មាបានវាយទៅកាន់អ៊ីប៉ូប៉ុន្តែគាត់បានកិច្ចទាន់និងបាន counter ទៅកាន់អូស្មាវិញតាមរយៈម្ដាយនេះរបស់អ៊ីប៉ូបានធ្វើឲ្យអូស្មានឹងគឺដួលហើយតែរឿងនេះធ្វើឲ្យអ្នកគ្រប់គ្នានឹងគឺភ្ញាក់ផ្អើលមែនតើព្រោះគាត់ថាអូនេះគឺជាភូតហេតុមួយដែលកើតឡើងបន្ទាប់ពីអូស្មាព្យាយាមផ្ដួលអ៊ីប៉ូឲ្យសន្លប់អ៊ីប៉ូក៏បានឆក់យកឱកាសនេះវាយបកទៅកាន់អូស្មាវិញយើងបានឃើញថាទោះបីជាយ៉ាងណាអូស្មាក៏នៅតែចង់ឈ្នះការប្រកួតមួយនឹងដែរគាត់ក៏មានការតាំងចិត្តដូចជាអ៊ីប៉ូផងដែរហើយក៏បានក្រោកឡើងវិញនិងត្រៀមខ្លួននៅក្នុងការប្រយុទ្ធជាបន្តទៀតចំណែកឯអ្នកខ្លះវិញមកមើលបដាក៏បានចាក់លុយអ្នកខ្លះចាក់ខាងអ៊ីប៉ូអ្នកខ្លះក៏ចាក់ខាងអូស្មាតែពេលនេះគឺពួកគេពិបាកបែងចែកមែនតើថាអ្នកណាគឺជាអ្នកឈ្នះដោយសារតែពួកគេទាំងពីរនាក់គឺស្មើដៃគ្នាល្អជាបន្តបន្ទាប់ការប្រយុទ្ធគឺកាន់តែកក្រើកពួកគេនៅតែបន្តវាយគ្នាយ៉ាងយកចិត្តទុកដាក់ហើយខំប្រឹងរៀងៗខ្លួនព្រោះម្នាក់ៗគឺសិតតែចង់ឈ្នះចំណែកឯកតាមូរ៉ាវិញពេលនេះគាត់កំពុងតែអង្គុយមើលការផ្ដាល់នឹងទាំង30មួយសន្ទុះក្រោយមកគាត់ក៏បានស្រែកមួយទំហឹងប្រាប់ទៅកាន់អ៊ីប៉ូថាវាយទៅកាន់អូស្មានឹងឲ្យដួលទៅពីព្រោះការប្រកួត4ទឹកលក្ខខណ្ឌគឺបានកំណត់មកថាបើសិនជានរណាគេត្រូវបានអាជ្ញាកណ្ដាលរាប់ជាលើកទី2គេនឹងកាត់ក្តីឲ្យបុគ្គលម្នាក់នោះគឺចាញ់យកតែម្ដងអញ្ចឹងហើយគាត់បានព្យាយាមដាក់សតិឲ្យអ៊ីប៉ូនឹងខំប្រឹងប្រយុទ្ធឡើងចំណែកឯនៅពេលនេះវិញអូស្មាគឺមានប្រៀបទៅលើអ៊ីប៉ូហើយគាត់បានវាយអ៊ីប៉ូឲ្យខ្ទប់ទៅនឹងរែងនិងបានម៉ាត់យកទៅលើអ៊ីប៉ូតែទោះបីយ៉ាងណាគាត់នៅតែមានភាពរឹងមាំដដែលមានកម្លាំងនៅក្នុងការតទល់ទៀតចំណែកឯអូស្មាវិញយើងឃើញថាពេលនេះគឺគាត់ទន់ជង្គង់មែនតើហើយជើងរបស់គាត់ហាក់បីដូចជាទ្រាំទ្រលែងចង់បានហើយអ៊ីប៉ូគាត់ក៏បាននិយាយថាគាត់បានសន្យាជាមួយនឹងម្ដាយរបស់គាត់ហើយថានៅក្នុងការប្រកួតមួយហ្នឹងអញ្ចឹងហើយគាត់នៅតែបន្តព្យាយាមនៅពេលនោះអូស្មាបានវាយអ៊ីប៉ូត្រូវច្រើនដៃមែនតើកំពុងតែវាយសកអ៊ីប៉ូក៏បាននឹកឃើញនៅពេលដែលគាត់វឹកហាត់ពេលនោះអូស្មាបានត្រៀមវាយដូចជាអ្វីដែលគាត់ធ្លាប់វឹកហាត់គាត់ក៏បាននឹកឃើញហើយក៏កិច្ចអំពីការវាយហុកមួយនោះហើយក៏បាន counter ទៅវិញម៉ាត់ចូលក្បាលពោះរបស់អូស្មាម្ដាយព្រោះឲ្យគាត់នឹងគឺចុកមែនតើលបាំងការពាររបស់គាត់នឹងក៏បានទម្លាក់ចុះក្រោមអរលីងផ្ទៃមុខរបស់គាត់នឹងគឺលែងមានរបាំងការពារអ៊ីប៉ូក៏បានបន្តវាយទៅលើផ្ទៃមុខរបស់គាត់ជាបន្តបន្ទាប់ទៀតដោយសារតែត្រូវច្រើនដៃពេកអូស្មាគាត់មិនអាចទ្រាំទ្រជាមួយនឹងកណ្ដាប់ដៃនោះបានឡើយបន្តមកទៀតគាត់ក៏បានចាញ់នៅក្នុងការប្រកួត
วดនឹងទៅយើងក៏បានរកឃើញថាការប្រកួតជុំទី1អ្នកដែលឈ្នះនោះគឺជាអ៊ីប៉ូនឹងឯងហើយគាត់គឺមានឱកាសនៅក្នុងការឡើងទៅប្រកួតនៅវគ្គបន្តទៀតការប្រកួតត្រូវបានបញ្ចប់យើងបានឃើញថាអ៊ីប៉ូក៏បានដើរទៅរកអូស្មានឹងបាននិយាយសុំទោសទៅកាន់គាត់ហើយក៏អរគុណផងដែរដែលផ្ដល់ឲ្យគាត់នៅការប្រកួតដ៏ល្អបែបនេះចំណែកឯអូស្មាវិញក៏បាននិយាយទៅសារទៅកាន់អ៊ីប៉ូថាអ៊ីប៉ូច្បាស់ជាអាចខ្លាយទៅជាកីឡាករឆ្នាំនៅក្នុងឆ្នាំនេះជាមិនខាននោះឡើយបន្ទាប់មកទៀតអ្នកគ្រប់គ្នាក៏បានអបអរសាទរនឹងជ័យជំនះរបស់អ៊ីប៉ូប៉ុន្តែពួកគេក៏មិនបានភ្លេចអបអរសាទរទៅកាន់អូស្មាផងដែរទោះបីជាអូស្មាគាត់ចាញ់នៅក្នុងការប្រកួតពិតមែនប៉ុន្តែការប្រយុទ្ធរបស់គាត់ធ្វើឲ្យអ្នកគ្រប់គ្នាចងចាំទុកនៅក្នុងបេះដូងរបស់ពួកគេមែនតើរីឯអូស្មានៅពេលនេះវិញត្បិតថាការចាញ់ការប្រកួតមួយនឹងធ្វើឲ្យគាត់បាត់បង់ឱកាសក៏ដោយប៉ុន្តែគាត់ក៏មានអារម្មណ៍សោកសៅបន្តិចបន្តួចផងដែរហើយក៏លាយឡំជាមួយនឹងភាពសប្បាយចិត្តបន្តិចបន្តួចហើយគាត់បាននិយាយថាគាត់នឹងត្រឡប់ទៅវិញហើយប្រាប់ម៉ាក់សានអំពីការប្រកួតនៅថ្ងៃហ្នឹងដែលធ្វើឲ្យការប្រកួតមួយហ្នឹងគឺជាការប្រកួតដ៏ល្អបំផុតនិងចងចាំទុកនៅក្នុងបេះដូងអ្នកទស្សនាទាំងអស់គ្នាបន្ទាប់ពីអ៊ីប៉ូបានដើរចេញមកក្រៅកាតាមូរ៉ាព្រមទាំងអូគីនិងគីមូរ៉ាបានឃើញមុខរបស់អ៊ីប៉ូនឹងត្រូវបានអូស្មាវាយឡើងហៅមុខវិញហ្នឹងគាត់ក៏បានសើចចំអកទៅកាន់អ៊ីប៉ូប៉ុន្តែទោះបីជាយ៉ាងណាគាត់ក៏បាននិយាយទៅសារដែរថាថ្ងៃហ្នឹងអ៊ីប៉ូធ្វើបានល្អណាស់បន្ទាប់ពីនិយាយរួចហើយក៏សើចជាបន្តទៀតអីចឹងទៅចំណែកខ្សែរឿងរបស់យើងនៅក្នុងភាគ15ហ្នឹងក៏បានចប់ទៅតាមហ្នឹងហើយសង្ឃឹមថាអ្នកនរគ្នាកុំភ្លេចជួយ Subscribe Channel របស់ខ្ញុំម្នាក់មួយផងរងចាំមើលថាសាច់រឿង The Fighting Spirit នឹងមានអ្វីល្អៗយើងទស្សនាទៀតចំណែកពីខ្ញុំនៅក្នុងថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកនរគ្នាធំៗមែនតើ